អូខេតោះយើងមកមើលពីវិធីសាស្ត្របដូរពណ៌ background នៅលើរូបភាពណាដោយយើងប្រើកម្មវិធី Photoshop អញ្ចឹងយើងមានរូបbackground បែបនេះយើងបដូរមករូបដែលមាន background ផ្ទៃមេឃបែបនេះអូខេតោះអញ្ចឹងយើងចាប់ផ្ដើមទាញរូបហ្នឹងចូលទៅក្នុងកម្មវិធី Photoshop មកបើសិនជាយើងយក tool យកមកគូសបែបនេះគឺវាអត់ស្អាតណាមើលទៅវានៅស្នាមនៅអីច្រើនអញ្ចឹងនេះយើងចូល select យក focus select យើង duplicate layer មួយមកចុច Ctrl Shift J បង្កើត layer ថ្មីមួយមកនេះយើងចូល modify យក extend នេះយើងដាក់លេខ5ហ្នឹងណាចូល layer ទី2យក edit យក fill ចឹងឡើយនេះយើង convert វាទៅជា smart object សិនមកចូល filter blur យក Gaussian blur ចឹងនេះយើងទៅឡើងតិចមកណាចឹងយើងបាន background ពណ៌ផ្ទៃមេឃបែបនេះនេះហើយបាត់ចឹងមើលទៅស្អាតតែហើយយើងចង់បដូរ background បដូរឲ្យទៅវាលឿនហើយស្អាតហើយងាយអូខេចឹងវីដេអូនឹងមានប៉ុណ្ណឹងអរគុណច្រើនបាយបាយ